សួស្តីប្រិមិត្តបងប្អូនអ្នកស្ដាប់ថ្ងៃនេះខ្ញុំមានរឿងវគ្គខ្លីដែលមានចំណងជើងថាកម្លាំងដែលលាក់កំបាំងសំឡេងម៉ាស៊ីនភ្លើងបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងបន្ទប់ម៉ាស៊ីនភ្លើងដ៏ធំមួយញើសហូរស្រក់ពេញមុខចម្រើនជូតញើសចេញពីថ្ងាសរបស់គាត់ហើយគាត់បន្តពិនិត្យមើលសន្លឹកកត់ត្រាដែលកំពុងកាន់ចម្រើនគាត់ជាវិស្វករថែទាំដ៏ជំនាញម្នាក់មានភារកិច្ចធានាថាម៉ាស៊ីនភ្លើងបំរុងដ៏ធំនេះដំណើរការបានយ៉ាងត្រឹមត្រូវជានិច្ចម៉ាស៊ីននេះគឺជាបេះដូងនៃមន្ទីរពេទ្យប្រសិនបើភ្លើងរលត់វាគឺជាម៉ាស៊ីននេះហើយដែលផ្ដល់ថាមពលបន្តដើម្បីសង្គ្រោះជីវិតមនុស្សចម្រើនដឹងច្បាស់ថាអំពើទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរនេះគាត់ពិនិត្យមើលគ្រប់លក្ខខណ្ឌនៃផ្នែកម៉ាស៊ីនដោយយកចិត្តទុកដាក់លើសំឡេងញ័ររំខាននិងសីតុណ្ហភាពផ្នែករបស់គាត់មុតស្រួចដូចជាសត្វឥន្ទ្រីគាត់សម្គាល់ឃើញថាមានភាពមិនប្រក្រតីបន្តិចបន្តួចបំផុតដៃរបស់គាត់រហ័សរហួនច្បាស់លាស់ដូចជាគ្រូពេទ្យវះកាត់ដែលកំពុងព្យាបាលអ្នកជំងឺខណៈពេលដែលគាត់កំពុងធ្វើការគាត់នឹកឃើញដល់គ្រាដែលភ្លើងបានរលត់កាលពីប្រហែលខែមុនម៉ាស៊ីនភ្លើងនេះបានដំណើរការយ៉ាងរលូនដោយរក្សាពន្លឺនិងឧបករណ៍វិទ្យាសាស្ត្រឲ្យរលូនក្នុងការដំណើរការគាត់បានឃើញដោយផ្ទាល់ភ្នែកថាម៉ាស៊ីនភ្លើងនេះសំខាន់ប៉ុណ្ណាចម្រើនញញឹមដោយមោទនភាពគាត់ដឹងថាការងាររបស់គាត់អាចនឹងមិនត្រូវបានគេកត់សម្គាល់ឃើញជានិច្ចប៉ុន្តែវាជាការងារដ៏សំខាន់គាត់ជាឆ្អឹងខ្នងដែលมันអាចមើលឃើញដែលធានាថាមន្ទីរពេទ្យដំណើរការបានត្រឹមត្រូវពេលនេះគាត់បញ្ចប់ការត្រួតពិនិត្យគាត់មើលឃើញថាម៉ាស៊ីនភ្លើងម្ដងទៀតដើម្បីឲ្យច្បាស់ថាมันមានបញ្ហាវាជាសត្វដ៏ធំមួយដែលមានថាមពលដ៏មហិមាប៉ុន្តែចម្រើនដឹងថាវាគ្រាន់តែជាម៉ាស៊ីនមួយប៉ុណ្ណោះកម្លាំងពិតប្រាកដគឺនៅក្នុងមនុស្សដែលថែរក្សាវាគាត់គឺជាផ្នែកមួយនៃក្រុមមនុស្សដែលធ្វើការយ៉ាងលំបាកដើម្បីធានាថាមន្ទីរពេទ្យដែលជួយសង្គ្រោះជីវិតមនុស្សបានហើយនោះគឺអ្វីដែលគាត់ធ្វើការរបស់គាត់កាន់តែមានតម្លៃពិតណាស់នេះជាសារៈសំខាន់មួយនៃការងារដែលសរបញ្ជាក់ឲ្យឃើញថាបុគ្គលិកគឺជាផ្នែកមួយនៃក្រុមហ៊ុនបុគ្គលិកមានតួនាទីថែទាំនិងធ្វើការឲ្យល្អដើម្បីជៀសវាងកង្វះខាតជៀសវាងមានបញ្ហាដែលធ្វើឲ្យមានដំណើរការមិនប្រក្រតីនៅក្នុងក្រុមហ៊ុនដូច្នេះសូមបងប្អូនធ្វើការដោយអស់ពីចិត្តដើម្បីជួយអភិវឌ្ឍនិងជួយឲ្យក្រុមហ៊ុនរីកចម្រើនអាស្រ័យទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គលិកយើងល្អនិងបន្តរីកចម្រើននៃក្រុមហ៊ុនដែលយើងកំពុងតែធ្វើការឲ្យទៅមុខជានិរន្តរ៍